សូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដូច្នេះដោយសារមួយរយៈនេះឃើញមានលោកគ្រូអ្នកគ្រូភាគច្រើនគាត់បានធ្វើការអភិវឌ្ឍវិជ្ជាជីវៈខ្លួនឯងតាមរយៈថ្នាក់គ្រូបឋមឬក៏ថ្នាក់អភិវឌ្ឍវិជ្ជាជីវៈនឹងឯងអញ្ចឹងមានលោកគ្រូអ្នកគ្រូផ្សេងទៀតគាត់ចង់ដឹងថាតើរបៀបចូលទៅកាន់ថ្នាក់អភិវឌ្ឍវិជ្ជាជីវៈឬក៏ថ្នាក់គ្រូបឋមនោះយើងចូលដោយរបៀបណាដូច្នេះនៅក្នុងវីដេអូនេះនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបចូលទៅកាន់ថ្នាក់គ្រូបឋមដើម្បីធ្វើការអភិវឌ្ឍវិជ្ជាជីវៈតាមរយៈការចូលរៀនវគ្គខ្លីៗនៅក្នុងថ្នាក់មួយនឹងជាដំបូងបើសិនជាលោកគ្រូអ្នកគ្រូជាអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទជាប្រភេទ iOS អញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅកាន់ browser មួយឈ្មោះថា Safari បន្ទាប់មកលោកគ្រូអ្នកគ្រូចូលទៅក្នុង browser នឹងរួចទៅត្រង់ពាក្យថា search លោកគ្រូអ្នកគ្រូវាយពាក្យថា gru.openplp.org ហើយលោកគ្រូចុច search ទៅហើយលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងលោតមកបែបនេះអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវវាយនៅ account ថ្នាក់បឋមដែលលោកគ្រូអ្នកគ្រូប្រើផ្ទាល់សម្រាប់ថ្នាក់លោកគ្រូអ្នកគ្រូហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូវាយចូលទៅឥឡូវនេះខ្ញុំកំពុងតែវាយ account ដែលខ្ញុំប្រើសម្រាប់ថ្នាក់ខ្ញុំរាល់ថ្ងៃហើយអញ្ចឹងបន្ទាប់ពីយើងវាយនៅឈ្មោះ account របស់យើងរួចហើយលោកគ្រូអ្នកគ្រូចុចលើពាក្យថាចូលបន្ទាប់ពីយើងចុចលើពាក្យថាចូលហើយយើងធ្វើការរងចាំវាបន្តិចទៅដោយសារតែសេវាអ៊ីនធឺណិតយើងមានការរអាក់រអួលបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងបែបនេះបន្ទាប់ពីឃើញផ្ទាំងនឹងហើយលោកគ្រូអ្នកគ្រូដើម្បីចូលរៀនបានលោកគ្រូអ្នកគ្រូត្រូវចុចទៅលើ ត្រី 3 បន្ទាប់ពីចុចទៅលើត្រី 3 ហើយលោកគ្រូអ្នកគ្រូសូមជ្រើសរើសយកពាក្យថាវគ្គសិក្សាទាំងអស់បន្ទាប់មកលោកគ្រូអ្នកគ្រូចុចនៅលើពាក្យហ្នឹងទៅនឹងឃើញផ្ទាំងលោតមកដោយដែលបង្ហាញនេះហើយលោកគ្រូអ្នកគ្រូចុចលើពាក្យថាចុះឈ្មោះចូលរៀនទៅលោកគ្រូអ្នកគ្រូនឹងអាចចូលរៀននៅក្នុងវគ្គហ្នឹងបានហើយហើយអ្វីដែលពិសេសនៅពេលដែលលោកគ្រូអ្នកគ្រូបញ្ចប់វគ្គសិក្សាណាមួយនៅក្នុងថ្នាក់គ្រូបឋមហើយលោកគ្រូអ្នកគ្រូនឹងទទួលបាននៅវិញ្ញាបនបត្រអញ្ចឹងអាចថានេះគឺជាអ្វីដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូដែរអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណលោកគ្រូអ្នកគ្រូសម្រាប់ការតាមដានទស្សនា